สุดท้ายเนี่ยต้องเอาเนี่ยต่อไงนะยังนอมอารมณ์เนี่ยต้องเอาเนี่ยมาจูบจมูกหนึ่งคนตระเตอร์มวยบ่จมูกหนึ่งล้านชไนได้อาจช่วยสำรวจการเงียประจำថ្ងៃរបស់យើងបានបាទដូចជាការងារក្នុងវិស័យគ្រឿងសំណង់ជាដើមមកកូនត្រាក់ទ័រនេះខ្ញុំកំពុងតែធ្វើការចុកខ្សាច់ដាក់លើឡានឆ្នៃឬក៏យើងហៅថាគោយន្តឆ្នៃនេះបាទឃើញថាវាងាយស្រួលជាងការចុកប៉ាបងប្អូនវាតូចមែនវាខ្នាតតូចមែនប៉ុន្តែវាស្រួលជាងយើងចុកប៉ាព្រោះយើងចុកប៉ាក៏បាក់លើកដែរវាខ្ពស់ដែរបាទចុកទៅវារៀងហត់ដែរទំហំបានមកគិបបាទសម្រាប់តកូនត្រាក់ទ័រនេះវាអាចលើកអាចអីបានអញ្ចឹងមុំអីយើងអាចចុកបានលឿនជាងដៃបាទជួយសម្រួលការងារបានច្រើនបាទឥឡូវនេះពេញហើយបងប្អូនបាទឥឡូវនេះយើងបន្តិចទៀតយើងនឹងធ្វើការចាប់ដើមចេញទៅហើយបាទឥឡូវនេះតែកងខ្ញុំបាននេះកំពុងតែធ្វើការចាប់ដើម starter បងប្អូនក្រែងដេបាទចាប់ដើមល្បីទៅហើយបាទ1 2 3អូខេបាទស្រួលមែនតើបាទនេះស្រួលជាងដេបងប្អូនបាទវាមិនសូវដូរអាឡែមមិនសូវខូចអគុយខូចអីច្រើនណាបាទបើយើងប្រើនេះវារៀងហត់មែនប៉ុន្តែវាចាត់ទុកថាដូចយើងហាត់ប្រាណចុះបាទឥឡូវនេះចាប់ដើមចេញទៅបាទខ្សាច់មកគោយន្តមកឡានឆ្នៃហ្នឹងបាទគឺមានមកគីបកន្លះបងប្អូនបាទមកគីបកន្លះនេះយើងដាក់កំពងហើយយើងអាចលើសមកគីបកន្លះបាទព្រោះដាក់ឡើងពេញហូហៀហ្មងបាទដាក់ឲ្យម៉ួយពេញចិត្តតែម្ដងបាទហើយជន់ទៅហើយបាទនិយាយរួមសម្រាប់ឡានឆ្នៃនឹងអត់មានបែនមានអីទេបាទគឺគេហៅថារទេះកាច់រទេះកាច់បាទទីទៀតទៅដល់កន្លែងបែនខ្ញុំនឹងបង្ហាញដល់អ្នកគ្នាបាទឥឡូវនេះយើងយកខ្សាច់មកដាក់នៅវត្តតឡែងកាយបាទតែបន្តិចទៀតដល់ហើយបាទឥឡូវនេះដល់កន្លែងចាស់បងប្អូនបាទឥឡូវនេះយើងធ្វើការអាយ៉ៃចូលហើយបាទព្រោះដីនេះដីលោកគាត់ទៅចាក់ថ្មីអញ្ចឹងរៀងផុកបន្តិចបាទតែអត់ជាបញ្ហាបាទប៉ុណ្្នឹងបាទព្រោះខែនឹងខែប្រាំងវាដូចជាខែភាសាបាទប៉ុណ្្នឹងស៊ីផុយបាទឥឡូវនេះយ៉ែជន់នឹងចេញផ្សែងទលូមមកបាទឥឡូវនេះយើងអានេះតើបាទនេះកន្លែងនេះគឺយើងកាយវាបន្តិចបាទកាយវាឲ្យធ្ងន់ក្រោយតិចមកបាទដើម្បីងាយស្រួលក្នុងការយើងលើកពីមុខមកបាសមកវាចាក់មកឈូតែម្ដងបាទឥឡូវនេះចាប់ដើមលើកហើយបាទនេះអូខេបាទអូខេបាទឥឡូវយើងគ្រាន់តែលើកចឹងមកវាមកបើយើងអត់កាយវាលើករួចបាទធ្ងន់ដែរហ្នឹងបាទអញ្ចឹងក៏យើងលើកកាយមកក្រោយតិចមកឲ្យវារៀងស្រាលមុខតិចយើងលើកមកវាចាក់មកខ្លួនឯងអូតូមកបាទឥឡូវនេះយើងចាប់ដើមបើកមកមុខហើយបាទឈន់យកតែម្ដងបាទសម្រាប់វីដេអូមានប៉ុណ្ណឹងបងប្អូនបាទអរគុណសម្រាប់ការទស្សនាបាទសូមជួយចុច like subscribe អ្នកមួយផងបាទ